សួស្តីបងបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរយើងមានមុខម្ហូបថ្មីមួយទៀតហើយសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាហើយមុខម្ហូបមួយនេះដែរបងប្អូនមិនដែលឮមិនដែលស្គាល់តែធ្លាប់ហូបនេះគឺឆាក្តាមវាលស្មៅហើយយើងមានក្តាមមួយថាសតូចដែលយើងសម្អាតវារួចស្រេចបាត់ទៅហើយគ្រឿងផ្សំមានស្ករអំបិលប៊ីចេងទឹកត្រីប្រេងខ្យងនិងម្រេចហើយពីមុខទៀតដែលមិនអាចខ្វះបាននោះគឺវាលស្មៅតែម្ដងឆាក្តាមវាលស្មៅបើអត់វាលស្មៅមិនហៅថាឆាក្តាមវាលស្មៅហើយកូនខ្ញុំបានខ្សឹបខ្ញុំថាប៉ាធ្វើឲ្យឆ្ងាញ់កុំដូចសាមុនញ៉ាំអត់ឆ្ងាញ់ទេប៉ាឯងចេះតែថាឆ្ងាញ់តែម្ដងហើយខ្ញុំបានប្រាប់កូនវិញថាកូនឯងកុំតែភ័យជើងនេះឲ្យដូចជើងមុនទេដឹងតែឆ្ងាញ់ហ្មងហើយឥឡូវកុំនិយាយច្រើនតោះទៅធ្វើខ្ញុំទាំងអស់គ្នាឥឡូវនេះយើងចាប់ផ្ដើមចិញ្ច្រាំខ្ទឹមរួចហើយយើងចាក់ប្រេងឆាហើយយើងដាក់ខ្ទឹមចូលតែម្ដងហើយយើងឆាវាទៅឲ្យក្រហមតាមចិត្តចង់បានហើយឆាខ្ទឹមនេះយើងត្រូវតែផ្ចង់អារម្មណ៍បើមិនផ្ចង់អារម្មណ៍ទេគឺវាខ្លោចដូចតែខ្ញុំអញ្ចឹងរវល់តែឆាសោយខ្ទឹមចង់ខ្លោចបាត់ទៅហើយតែមិនជាថ្មីទេឥឡូវនេះយើងចាប់ផ្ដើមបាយគ្រឿងមកយើងដែលយើងមានស្រាប់មិនពិបាកដើររកឯណាហើយយើងមានប៉ុណ្ណាយើងចាក់ប៉ុណ្ណឹងទៅចាក់ឲ្យតែហូបកើតទៅខ្លាចតែហូបមិនកើតទេហើយឥឡូវយើងចាក់ទឹកត្រីមកឈ្ងុយក្លិនជះភាយតែម្ដងហើយបើថាក្លិនឈ្ងុយមកឈ្ងុយអ្នកចការក្បែរនេះគេចេញមកមើលគ្រប់តែគ្នាគេឃើញឈ្ងុយពេកគាត់ថាមួយថ្ងៃមិនដែលមានក្លិនអីផងដល់ពេលល្ងាចឡើងមកមានក្លិនឈ្ងុយគាត់ឆ្ងល់ដែរឥឡូវជុំនិយាយរឿងឆ្ងល់ឥឡូវយើងចាប់ផ្ដើមវាយប្រេងខ្យងមកយើងដែលជាប្រេងខ្យងរបស់ខ្មែរពិតឥឡូវនេះវាក្រហមហើយយើងចាក់ក្តាមយើងតែម្ដងកុំបង្អង់យូរហើយយើងឆាចោកតាមចិត្តយើងចង់បានមកយើងចង់បានឲ្យវាឆ្អិនពេកក៏ឆ្អិនយើងចង់បានមិនឆ្អិនពេកក៏បានតែបើថាយោបល់ខ្ញុំមិនចង់ឲ្យឆ្អិនពេកទេយើងឆ្អិនតែត្រឹមតែ 60% បានហើយដោយសារតែក្តាមតែណាតែឆ្អិនខ្លាំងពេកវាអត់មានសាច់ហូបទេឆាត្រឡប់តែប៉ុណ្្នេះទៅឆ្អិនបាត់ហើយឥឡូវនេះយើងដាក់ម្រេចដែលជាគ្រឿងចុងក្រោយរបស់យើងហើយយើងដាក់ម្រេចហើយយើងចោកឆាតាវាមកត្រឡប់ទៀតមកគឺយើងហូបបានបាត់ទៅហើយមានអីពិបាកធ្វើហើយបើអ្នកដែលយកចិត្តខ្លាចវិញអត់មានពិបាកត្រូវពឹងប្រពន្ធឲ្យធ្វើឲ្យទេតែប៉ុណ្ណេះមកប៉ាឲ្យភូមិតែម្ដងបើគ្នាច្រើនយើងធ្វើច្រើនទៅបើគ្នាតិចយើងធ្វើតាមតិចទៅមិនបើប៉ុណ្ណឹងហើយយកទៅផ្អើភូមិមិនកើតបើហូបតែ2 3នាក់ហូបមិនក្រាន់ផងណាហើយឥឡូវនេះយើងយកផ្ដើមឆ្អិនមែនតែនហើយបាទយើងដុសដាក់ថាសរបស់យើងតែម្ដងណាថាសដែលយើងត្រៀមទុករួចជាស្រេចហ្នឹងតែគ្រាន់តែថាយើងឆាអញ្ចឹងអាស្នូកវាគឺវាអត់មានទេគឺវាមានតែស្នូកទេតែបើថាខ្លួនក្តាមវិញលោកអើយសាច់សុតតែម្ដងហើយកូនខ្ញុំនៅពីក្រោយនោះថាប៉ាកុំភ្លេចកូនប៉ាកុំភ្លេចកូនពីប៉ាមិនភ្លេចទេប៉ុន្តែគាត់គេថាក្តាមសមុទ្រពេលឆាអញ្ចឹងទៅពុលអញ្ចឹងបានប៉ាមិនតន់ឲ្យហូបអាខ្លាញ់វាល្ងល្ងើមឲ្យត្រូវយើងឆាត្រឹមតែ 60% ទៀតគឺថាសាច់វាអត់បាត់ទៅណាទេបាត់តែស្នូកទេទៅរកសាច់ឯណាបងប្អូនបើវាមានតែស្នូកទៅទេវាមានតែខ្លាញ់ជាប់តែកន្លែងភ្នែកវាបន្តិចហើយយើងបេះវាចោលទៀតមានសាច់ឯណាយើងដាក់ឲ្យល្អតែមើលតាហើយយើងឆាចេះបើបានទឹកត្រីកោះកុងជ្រលក់បន្ថែមទៀតគឺវាកាន់តែឆ្ងាញ់ដែរតែនេះខ្ញុំធ្វើតម្រូវហូបតែហ្មងអត់ធ្វើតម្រូវមានតែជ្រលក់ទេហើយនេះបើបានបាយមួយឆ្នាំងទៅគឺវាកាន់តែអែមដែរប៉ុន្តែអត់បានដាក់បាយមកទេយើងហូបតែក្តាមសុទ្ធតែម្ដងទៅហើយរសៀលកងភ្នំប៉ុណ្ណេះបងប្អូនណានិយាយពីយើងដាក់ក្តាមឆាទៅនិយាយពីឆ្ងាញ់ម៉ែឆ្ងាញ់លោកអើយហើយមើលតែមាត់កូនខ្ញុំទៅដឹងហើយក្មេងដែលចេះកុហកអីតាឆ្ងាញ់តាឆ្ងាញ់តាអត់ឆ្ងាញ់ថាអត់ឆ្ងាញ់ហើយមើលទេសភាពខាងក្រោយបងប្អូនបេក្ഗ്രៅណ្ឌខាងក្រោយនិយាយពីស្ងប់ស្ងាត់ត្រជាក់និយាយបើថាខ្យល់វិញវាបក់មកបរិសុទ្ធតែម្ដងវាអត់មានក្លិនផ្សែងក្លិនពុលអីមកពីណាទេយើងអង្គុយហូបក្តាមនេះយើងស្ដាប់សัตว์យំឆ្លោយឆ្លងគ្នាតែបើថាទេសភាពវិញបងប្អូនណាខ្ញុំឲ្យ10 លើ 10តែម្ដងតែឥឡូវក៏មិនតណាគិតរឿង10 លើ 10ក្តាមយើងឯងនៅសល់តែជើងឯងនៅខ្លួននេះបាត់ប្រាបាត់ទៅហើយបងប្អូនហើយមុខម្ហូបមួយនេះដែរកូនកំមុំជាអ្នកកំងផ្ទាល់មាត់តែម្ដងប៉ុន្តែអ្នកកំងមិនបានញ៉ាំច្រើនដូចអ្នកអត់កំងទេព្រោះអីថាអ្នកកំងមាត់តូចជាងអ្នកដែលអត់កំងដល់ពេលអញ្ចឹងវាទៅតាមនឹងដែរហ្នឹងហើយចាំមើលសារក្រោយកំងឲ្យទៀតប៉ាអឲ្យតែកំងអារបស់ឆ្ងាញ់ទេសំណឹកបានដោយសារតាមដែរហ្នឹងហេមិនយ៉ាងដែរត្រង់ថាឲ្យតែបានសួរកូនក៏ឯងចង់ញ៉ាំអីប្រាប់ប៉ាមកប៉ាធ្វើឲ្យចង់ញ៉ាំនេះញ៉ាំនោះប៉ុន្តែក៏សរុបលទ្ធផលបានក្តាមមួយគាត់ប៉ានេះទាំងអស់លោកអើយហើយវីដេអូនេះអត់មានអីច្រើនទេបងប្អូនមើលតែប៉ុណ្ណេះទេហើយ
បងប្អូនដែលមិនទាន់បានជួយ Subscribe និង Follow សូមជួយចុចម្នាក់មួយផងចាំជួបគ្នាវីដេអូក្រោយបងប្អូនបាយបាយ